បានអង្គខ្លួននេះខ្ញុំមកទស្សនកិច្ចនៅក្នុងកំពង់ត្រាចវិធានបတ်គុណភាពដីដែលក្រុមខ្ញុំនៅក្រុមទី7ខ្ញុំឈ្មោះអាងដាណេខ្ញុំឈ្មោះសុជាតិខាងម៉ៃខ្ញុំបាទឈ្មោះនៅកាស្វ័យខ្ញុំឈ្មោះភុកសុយុតាចំពោះមាតិការបស់ក្រុមពួកយើងមាន5គឺមានដូចជាទី1សេចក្តីផ្ដាំទី2វត្ថុបំណងទី3វិធីសាស្ត្រចរាចរណ៍និងសម្ភារៈទី4លទ្ធផលទី5សេចក្តីសន្និដ្ឋានចំណុចទី1សេចក្តីផ្ដាំបាននិយាយពីគុណភាពដីសម្ដៅទៅដល់សមត្ថភាពរបស់ដីនៅក្នុងការបំពេញមុខងារផ្សេងៗទៅដល់មនុស្សសត្វរុក្ខជាតិនិងបរិស្ថានចំណុចទី2វត្ថុបំណងរបស់ក្រុមពួកយើងគឺដើម្បីសិក្សាអំពីប្រភេទការកកើតលក្ខណៈគុណភាពនិងកត្តាអំពូលដីនៅក្នុងតំបន់រមណីយដ្ឋានក្នុងកំពង់ត្រាចទាំងនេះជាឧបករណ៍សម្រាប់ក្រុមពួកយើងស្រាវជ្រាវចំណុចទី3គឺវិធីសាស្ត្រស្រាវជ្រាវគឺយើងមានដូចជាទី1ជ្រើសរើសទីកន្លែងនិងជីកដីចំនួន2ទីតាំងទី2សង្កេតលើស្រទាប់ដីទី3សង្កេតលើវិជ្ជាភាពដីនិងពណ៌របស់ដីទី4យកសំណាក់ដីមកធ្វើការពិសោធន៍ទៅលើវត្តមានសត្វល្អិតទី5វត្តសីតុណ្ហភាពដីទី6វាស់កម្រិតភាពសើមរបស់ដីទី7វាស់កម្រិត pH របស់ដីទី8វាស់កម្រិតជីវជាតិរបស់ដីទី9សង្កេតមើលដំណើរដាំដុះនិងការលូតលាស់របស់រុក្ខជាតិទី10ពិនិត្យមើលការបំផ្លិចបំផ្លាញគុណភាពដីនៅក្នុងតំបន់សិក្សាទី11វិភាគការកកើតរបស់ដីនៅក្នុងតំបន់សិក្សាមានប្រភេទរបស់ដីវិជ្ជាភាពដីសាឡាមេនិងផ្សេងៗទៀតចំពោះចំណុចទី4លទ្ធផលនៃការជ្រាវជ្រាវទីតាំងទី1គឺយើងជីកបានជម្រៅ60សង់ទីម៉ែត្រដែលមានស្រទាប់ O 10សង់ទីម៉ែត្រស្រទាប់ A 20សង់ទីម៉ែត្រនិងស្រទាប់ B 30សង់ទីម៉ែត្រចំពោះសីតុណ្ហភាពរបស់ដីគឺ30អង្សាសេកម្រិត pH របស់ដីគឺ7 pH ចំពោះពណ៌របស់ដីគឺពណ៌ខ្មៅជាប្រភេទដីល្បាប់ចំណាយកម្រិតសំណើមរបស់ដីគឺខ្សោយចំពោះទីតាំងទី2ក្រុមរបស់ពួកយើងបានជីកបានជម្រៅ50សង់ទីម៉ែត្រជួរប្រទះនៅស្រទាប់ O 17សង់ទីម៉ែត្រស្រទាប់ A 21សង់ទីម៉ែត្រនិងស្រទាប់ B 12សង់ទីម៉ែត្រចំពោះកម្រិត pH គឺ 7.0 ចំពោះពណ៌របស់ដីគឺមានពណ៌ស្រាលលឿងដែលត្រូវនឹងប្រភេទដីឥដ្ឋដែលអាចឲ្យកម្រិតសំណើមរបស់ដីគឺមធ្យមចំពោះប្រភេទដំណាំដែលយើងសង្កេតនៅតំបន់នោះគឺមានដើមចេកនិងដើមដូងចំណុចបន្តរបស់ពួកយើងគឺធ្វើការពិនិត្យទៅលើវត្តមានសត្វល្អិតដែលផ្អែកតាមសញ្ញាកិច្ចការក្រុមរបស់ពួកយើងទទួលបាន36ពិន្ទុដែលត្រូវនឹងប្រភេទដីមធ្យមឬដីសិប្បនិម្មិតនៅបន្ទាប់មកទៀតគឺជាការបំពុលដីនៅក្នុងតំបន់សិក្សាពួកយើងសង្កេតឃើញនៅការបំពុលដីដោយការចោលនៅកាកសំណល់ថ្លុងផ្លាស្ទិកដបជ័រដែលមានសារធាតុគីមីឬសារធាតុផ្លាស្ទិកដែលវាមិនអាចរលាយបានហើយការបំពុលទាំងនេះបានធ្វើឲ្យដីបាត់បង់នូវជីវជាតិធ្វើឲ្យមានសំណឹកដីនិងរុក្ខជាតិមិនអាចលូតលាស់បានល្អ5សន្និដ្ឋានតាមការសន្និដ្ឋានដីនៅតំបន់រមណីយដ្ឋានក្នុងកំពង់ត្រាចជាដីល្បាយម៉ត់ឬដីល្បាប់ដែលមានសីតុណ្ហភាពជាមធ្យម30អង្សាសេមានកម្រិត pH 7 pH ដែលអាចឲ្យដំណាំលូតលាស់បានល្អបង្គួរនិងអាចយកទៅធ្វើជាផលប្រយោជន៍ផ្សេងៗទៀតបានជាចុងក្រោយក្រុមរបស់ពួកយើងទទួលបានជោគជ័យទៅលើការសិក្សាអំពីគុណភាពដីនៅក្នុងតំបន់រមណីយដ្ឋានក្នុងកំពង់ត្រាចជាចុងបញ្ចប់ពួកយើងសូមថ្លែងអំណរអគុណទៅដល់លោកគ្រូអ្នកគ្រូនិងក្លឹបធរណីវិទ្យាកម្ពុជាដែលបានផ្ដល់នូវចំណេះដឹងនិងបទពិសោធន៍ទៅដល់ក្រុមពួកយើង